សូមជំរាបសួរប្រិយមិត្តខ្មែរថាមស្វាគមន៍មកកាន់កម្មវិធី Cross Talk នាងខ្ញុំសុធារីជាអ្នកសម្របសម្រួលកម្មវិធីការអប់រំគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍរបស់ប្រទេសជាតិប៉ុន្តែសំណួរដែលមនុស្សជាច្រើនកំពុងតែចង់ដឹងនោះគឺតើគុណភាពនៃការអប់រំនៅសប្តាហ៍នៅកម្ពុជាយើងស្ថិតនៅកម្រិតណាតើយើងកំពុងតែដើរទាន់ការផ្លាស់ប្ដូររបស់ពិភពលោកដែរឬទេតើអ្វីជាចំណុចខ្លាំងនៅឱកាសដែលកម្ពុជាគួរចាប់យកដើម្បីកសាងធនធានមនុស្សជំនាន់ក្រោយដើម្បីស្វែងយល់ពីបញ្ហាទាំងអស់នេះយើងបានអញ្ជើញវាគ្មិនមួយរូបគឺលោកវិជ្ជបណ្ឌិតគួចមីងលីអ្នកជំនាញផ្នែកអប់រំនិងជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាដូច្នេះកុំឲ្យទន្ទឹងរង់ចាំយូរសូមមកជួបជាមួយវាគ្មិនរបស់យើងទាំងអស់គ្នាជំរាបសួរលោកវិជ្ជបណ្ឌិតអរគុណច្រើនដែលបានអញ្ជើញមកចូលរួមកម្មវិធីរបស់យើងនៅថ្ងៃនេះជាកិច្ចចាប់ផ្ដើមតើលោកវិជ្ជបណ្ឌិតជួយណែនាំខ្លួនបន្តិចបានទេហើយថាតើជួយរៀបរាប់ទូពីប្រវត្តិរូបរបស់លោកគ្រូដែរចា៎បាទខ្ញុំឈ្មោះគួយមីងលីជាវិជ្ជបណ្ឌិតហើយក៏ជាអ្នកអប់រំផងដែរហើយជាពិសេសអ្នកខាងសុខភាពសាធារណៈហើយបច្ចុប្បន្ននេះខ្ញុំកំពុងដំណើរការ clinic របស់ខ្ញុំអស់មាន15កន្លែងហើយក៏មានសាលាចំណេះទូទៅ12កន្លែងចំណេះពីមត្តេយ្យសិក្សាដល់ថ្នាក់ទី12ហើយនឹងវិជ្ជាមនោវិសាជំនាញអង់គ្លេសនិងចិនពីក្រោមថ្នាក់ level ទៀតដល់ថ្នាក់ពោះទាំងអស់មាន12វិជ្ជាមនោលោកគ្រូដោយសារមួយរយៈនេះយើងឃើញមានការជជែកវិញ្ញាជាច្រើនទៅនឹងគុណភាពនៃការអប់រំនៅកម្ពុជាយើងតាមទស្សនៈរបស់លោកគ្រូវិញថាតើវិស័យអប់រំរបស់កម្ពុជាយើងសប្តាហ៍ថ្ងៃស្ថិតនៅក្នុងកម្រិតណាដែរយើងមិនពិបាកដែរអញ្ចឹងណាបើយើងវិភាគឲ្យចោះទៅកម្ពុជាយើងធ្លាប់ឆ្លងកាត់ភាពពិបាកច្រើនហើយបើយើងប្រៀបធៀបសប្តាហ៍ថ្ងៃយើងប្រៀបធៀបពិបាកនឹងប្រៀបធៀបប៉ុន្តែបើយើងប្រៀបធៀបខ្លួនឯងនឹងអតីតកាល20-30ឆ្នាំមុនគឺយើងមានការកែប្រែច្រើនមានការអភិវឌ្ឍច្រើនជឿនលឿនច្រើនអញ្ចឹងបើយើងនិយាយរួមគឺថាកម្ពុជាមានការរីកចម្រើនលូតលាស់ក៏ប៉ុន្តែបច្ចុប្បន្ននៅមានកម្រិតនៅមានគំនិតអញ្ចឹងណាបាទដែលយើងនៅបន្តអភិវឌ្ឍបន្ថែមទាំងគុណភាពគ្រូទាំងហេដ្ឋារចនាសម្ព័ន្ធទាំងគេហៅថាធនធានសម្ភារៈរបស់សាលាហើយតាំងពីគេហៅអ្នកដឹកនាំស្ថាប័នទាំងអស់នោះគឺនៅមានច្រើនដែលយើងត្រូវការសហការនេះធ្វើដើម្បីជំរុញទៅម៉េចឲ្យវិស័យអប់រំយើងវិវត្តទៅមុខទៀតបើនិយាយរួមទៅគឺថាយើងពិបាកនឹងប្រៀបធៀបជាមួយអ្នកដទៃបាទយើងត្រូវប្រៀបធៀបជាមួយខ្លួនយើងដែលពីអតីតកាលយើងធ្លាប់ឆ្លងកាត់យ៉ាងម៉េចហើយប្រព័ន្ធអប់រំយ៉ាងម៉េចមកដល់បច្ចុប្បន្នយើងខុសគ្នាឥឡូវយើងមានការគេហៅថាទទួលសិស្សចូលរៀនច្រើនហើយយើងមានការបណ្ដុះបណ្ដាលសិស្សដែលសិស្សអាចចូលធ្វើការបានច្រើនហើយយើងមានការចូលរួមចំណែកពីសង្គមបានច្រើនហើយយើងមានការលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញយើងច្រើនក្នុងការជំរុញវិស័យអប់រំឲ្យទៅមុខនិយាយរួមទៅវិស័យអប់រំកម្ពុជាយើងអាចនិយាយថាអភិវឌ្ឍច្រើនលូតលាស់ច្រើនក៏ប៉ុន្តែនៅមានកម្រិតមួយចំនួនយើងត្រូវការសហការនេះចូលរួមជំរុញចាលោកគ្រូបានលើកឡើងថាការអប់រំរបស់កម្ពុជាយើងនៅបានរីកចម្រើនច្រើនប៉ុន្តែបើសិនជាប្រៀបធៀបទៅក្នុងប្រទេសនៅក្នុងតំបន់វិញដូចជាសិង្ហបុរីឬក៏ជប៉ុនម៉ាឡេស៊ីជាដើមថាតើកម្ពុជាយើងនៅកម្រិតណាដែរទៅបើយើងនិយាយឲ្យសមរម្យយើងគេហៅថាប្រទេសអភិវឌ្ឍកំពុងអភិវឌ្ឍវិស័យអប់រំនេះក៏ស្ថិតនៅក្នុងកំពុងតែអភិវឌ្ឍដែរបើយើងនៅមើលសិង្ហបុរីជប៉ុនកូរ៉េគេហៅថាប្រទេសអភិវឌ្ឍអញ្ចឹងគេបានអភិវឌ្ឍយូរឆ្នាំហើយគេបានវិនិយោគទៅលើវិស័យអប់រំយូរឆ្នាំហើយអញ្ចឹងគុណភាពរបស់គេក៏ស្ថិតនៅក្នុងការអភិវឌ្ឍនឹងដែរអញ្ចឹងយើងមិនអាចប្រៀបធៀបជាមួយប្រទេសអភិវឌ្ឍទេព្រោះយើងកំពុងអភិវឌ្ឍអញ្ចឹងយើងនៅពេលវេលាច្រើនបន្តអភិវឌ្ឍដើម្បីឲ្យវាជឿនលឿនទៅមុខដើម្បីឲ្យយ៉ាងម៉េចធ្វើដល់កម្រិតរបស់គេអញ្ចឹងធ្វើបានតើតែយើងចូលរួមចំណែកវិនិយោគលើវិស័យអប់រំការគ្រប់គ្រងពង្រឹងគុណភាពគ្រូការធ្វើទំនើបកម្មគេហៅថាកម្មវិធីសិក្សាបន្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធហើយបង្កើនធនធានសិក្សាបានច្រើនហើយលើកស្ទួយការជុំជែងការចូលរួមរបស់សិស្សដើម្បីធ្វើឲ្យមានការសិក្សាឯករាជ្យសិក្សាយកចិត្តទុកដាក់ជាពិសេសជំរុញពីអាណាព្យាបាលអញ្ចឹងណាបាទអញ្ចឹងមានការសិក្សាច្រើនទៀតដើម្បីធ្វើយ៉ាងម៉េចឲ្យគេហៅថាវិស័យអប់រំយើងបន្តពីកំពុង
អភិវឌ្ឍហ្នឹងឲ្យទៅអភិវឌ្ឍចឹងណាបាន លោកគ្រូមើលឃើញថាកម្ពុជាមានចំណុចខ្លាំងលើវិស័យអប់រំបែបណាហើយមានចំណុចខ្សោយបែបណាដែលគួរតែបរិរឹងបន្ថែម ចំណុចខ្សោយរបស់យើងនៅមានបញ្ហាតាក់ទងពីបណ្ដុះបណ្ដាលគ្រូនៅមានគុណភាពអ្នកដឹកនាំសាលានៅមានខ្សោយហេដ្ឋារចនាសម្ព័ន្ធយើងនៅមានកង្វះខាតហើយបើយើងនិយាយកម្មវិធីសិក្សាយើងកំពុងស្ថិតនៅក្នុងទំនើបកម្មហើយបើយើងនិយាយពីធនធានយើងនៅមានកម្រិតប៉ុន្តែបើភាពខ្លាំងរបស់យើងរបស់ទាំងអស់ហ្នឹងយើងបានជំរុញឡើងកម្រិតខ្ពស់ច្រើនណាស់បើយើងប្រៀបធៀប10-20ឆ្នាំមុនយើងជំរុញបានច្រើនអញ្ចឹងគ្រូតាំងពីយើងអត់មានគ្រូដល់គ្រូច្រើនបណ្ដុះច្រើនគាត់ថាគុណភាពនៅមានកម្រិតបាទយើងកំពុងអភិវឌ្ឍពួកគាត់ហើយកម្មវិធីសិក្សាយើងនិយាយមើលទៅគឺយើងឃើញរដ្ឋមន្ត្រីគាត់ពង្រឹងរហូតកែប្រែរហូតទំនើបកម្មរហូតទៅលើកម្មវិធីសិក្សាយើងគួរឲ្យលើកទឹកចិត្តទៅលើចំណុចហ្នឹងមានការខ្នះខ្នែងខ្លាំងណាស់ទៅលើធ្វើយ៉ាងម៉េចឲ្យកម្មវិធីសិក្សាហ្នឹងមានបូករួមតាំងពីហិរញ្ញវត្ថុអក្ខរកម្មហិរញ្ញវត្ថុអក្ខរកម្មពាណិជ្ជគេហៅសហគ្រិនភាពការយល់ដឹងពី digital ការបញ្ចូលទាំងអស់ហ្នឹងគឺធ្វើឲ្យមានការរីកចម្រើនហើយធ្វើឲ្យគុណសិស្សយើងឥឡូវមានការចាប់អារម្មណ៍ចូលរៀនច្រើនហើយលោកពុកម្នាក់បាយពីសម័យនេះគឺមានការជំរុញលើកទឹកចិត្តអញ្ចឹងបើយើងនិយាយទៅភាពខ្លាំងរបស់យើងគឺចំណុចទាំងអស់ហ្នឹងគ្រូលោកគ្រូបានលើកឡើងថាគុណភាពគ្រូបង្រៀនឥឡូវនៅមានកម្រិតថាតើគុណភាពគ្រូបង្រៀនវាជះឥទ្ធិពលបែបណាទៅដល់គុណភាពនៃការបង្រៀនក្នុងចំណោមខ្លាំងកត្តាខ្លាំងទាំងអស់មានច្រើនណាស់4-10អញ្ចឹងគ្រូគឺជាកត្តាធំជាងគេមួយដែលធ្វើឲ្យគុណភាពអប់រំគឺលូតលាស់ឬក៏មិនលូតលាស់អញ្ចឹងបើយើងនិយាយទៅគ្រូអាចនឹងជំរុញឲ្យវិស័យអប់រំយើងទៅមុខឬក៏បរាជ័យអញ្ចឹងបើយើងបន្តពង្រឹងគ្រូយើងបន្តផ្ដល់គ្រូយើងឲ្យបានច្រើនជាងមុនឲ្យមានគុណភាពច្រើនជាងមុនរឹតបន្តឹងឲ្យបានច្បាស់លាស់បន្ថែមគុណភាពហើយបន្តអ្នកដឹកនាំអប់រំហ្នឹងឲ្យបានខ្លាំងច្រើនគឺវិស័យអប់រំយើងទៅមុខឯងចឹងណាបាទហើយខ្ញុំគិតថាមិនយូរប្រហែលទេឲ្យតែយើងបន្តគេហៅថានិរន្តរភាពកុំឲ្យយើងឈប់ណាបាទយើងបន្តវិនិយោគលើវិស័យអប់រំរបស់យើងជារៀងរហូតចឹងណាបាទលោកគ្រូយើងឃើញថាក្រសួងអប់រំគាត់បានជ្រើសរើសគ្រូបង្រៀនជារៀងរាល់ឆ្នាំដោយមួយឆ្នាំរហូតដល់3000ជាងប៉ុន្តែភាគច្រើនគ្រូនៅតាមជនបទគឺនៅតែខ្វះគ្រូតែលោកគ្រូមើលឃើញថាវាជាបញ្ហាអ្វីដែរការជ្រើសច្រើនប្រជាពលរដ្ឋយើងក៏ច្រើនអញ្ចឹងហើយក៏មិនត្រឹមតែតាមជនបទខ្វះទេនៅទីក្រុងក៏ខ្វះហើយអញ្ចឹងយើងគិតថារាជរដ្ឋាភិបាលក៏ប្រហែលជាកំពុងតែធ្វើដែរដើម្បីធ្វើម៉េចបណ្ដុះគ្រូបានច្រើនដែលយើងអាចមិនត្រឹមតែក្នុងបរិមាណទេច្រើនដើម្បីឲ្យមានគុណភាពផងដែរធ្វើយ៉ាងម៉េចដើម្បីឲ្យគាត់គេហៅបណ្ដុះគុណសិស្សហ្នឹងឲ្យមានគេហៅថាចំណេះដឹងគុណភាពគុណធម៌ចរិតល្អអញ្ចឹងណាបាទអញ្ចឹងគឺសង្ឃឹមថាយើងនឹងមានការពង្រីកនៅវិស័យបណ្ដុះបណ្ដាលគ្រូហើយធ្វើម៉េចឲ្យមានគ្រូយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍប្រទេសយើងពីព្រោះគ្រូជាកត្តាចម្បងអស់ហើយដែលធ្វើឲ្យវិស័យអប់រំលូតលាស់អញ្ចឹងខ្ញុំមានទឹកចិត្តរីករាយដែលរដ្ឋាភិបាលរដ្ឋមន្ត្រីគាត់តែងតែជំរុញហើយតែងតែបន្តរើសយកគ្រូរហូតសូម្បីតែយើងរើសរាប់ពាន់ម៉ែនក្នុងឆ្នាំនៅតែខ្វះខាតហើយមិនមែនតែជនបទទេនៅទីក្រុងក៏ដូចគ្នាដែរចាលោកគ្រូដោយលោកគ្រូលើកឡើងថាគ្រូបង្រៀនគឺជាបញ្ហាចម្បងថាតើយើងគួរពង្រឹងគុណភាពគ្រូបង្រៀនបែបណាទៅលោកគ្រូយើងអាស្រ័យទៅលើគេហៅថវិកាជាតិបាទហើយថវិកាជាតិអាស្រ័យទៅលើថវិកាសេដ្ឋកិច្ចប្រទេសទាំងមូលហើយប្រទេសទាំងមូលអាស្រ័យទៅលើកណ្ដាលនៃធនធានមនុស្សដែលយើងរៀនចេះហើយនឹងការវិនិយោគចេញពីក្រៅប្រទេសមកហើយការគេហៅលូតលាស់របស់សេដ្ឋកិច្ចក្នុងប្រទេសហើយការសេដ្ឋកិច្ចក្នុងប្រទេសនិងការលូតលាស់ពីក្រៅប្រទេសវិនិយោគក្រៅប្រទេសអាស្រ័យទៅលើធនធានមនុស្សយើងបន្តអញ្ចឹងវា cycle ជុំវិញហ្នឹងអញ្ចឹងយើងត្រូវចាប់ដើមពីណាក្នុងនាមយើងម្ចាស់ប្រទេសអញ្ចឹងមានន័យថាត្រូវតែយើងវិនិយោគឲ្យច្រើនទៅលើធនធានមនុស្សពីព្រោះធនធានមនុស្សជាកត្តាចម្បងអញ្ចឹង
ដើម្បីពង្រឹងធនធានមនុស្សបានតើយើងមានអ្នកបណ្ដុះបណ្ដាលធនធានមនុស្សអញ្ចឹងគឺបណ្ដុះគ្រូបានច្រើនបាទហើយមិនត្រឹមតែបណ្ដុះគ្រូបានច្រើនទេបណ្ដុះបង្រៀនฝึกฝนអ្នកគ្រប់គ្រងសាលាហ្នឹងឲ្យមានគេហៅថាភាពជាអ្នកដឹកនាំយើងបញ្ហាខ្លាំងផងដែរគឺយើងមាននាយកដែលជាអ្នកដឹកនាំតែមិនទាន់មានឯករាជ្យในការសម្រេចបាទហើយមិនទាន់មានការផ្លាស់ប្ដូរទៅតាមតម្រូវការបច្ចុប្បន្នភាពសាលាមានការលូតលាស់ហើយចំណេះដឹងមានការលូតលាស់សិស្សមានការអភិវឌ្ឍគ្រូមានការប្រែប្រួលប៉ុន្តែនយោបាយយើងត្រូវការផ្លាស់ប្ដូរប្រែប្រួលទៅតាមសម័យកាលដែរចឹងណាបាទលោកគ្រូងាកមកកាន់កម្មវិធីអប់រំវិញថាតើកម្មវិធីអប់រំបច្ចុប្បន្នឆ្លើយតបទៅនឹងតម្រូវការនៅសតវត្សទី21នេះដែរទេលោកគ្រូកម្មវិធីអប់រំដោយសារយើងនៅស្ថិតនៅក្នុងកំពុងអភិវឌ្ឍយើងមិនទាន់បំពេញ 100% ក្នុងតម្រូវការសតវត្សទី21ទេប៉ុន្តែយើងកំពុងតែបំពេញតាមដំណាក់កាលដូចចុក puzzle អញ្ចឹងណាបាទដូចលេងគេហៅថាបំពេញ puzzle ចំណោទអញ្ចឹងយើងបំពេញអ្វីដែលយើងអាចបំពេញបានយើងបន្ថែមអ្វីយើងអាចបន្ថែមបានមានន័យថាយើងកំពុងធ្វើទំនើបកម្មនៃកម្មវិធីសិក្សាតាមការគួរដែលយើងមើលឃើញធ្វើយ៉ាងម៉េចដើម្បីឲ្យប្រជាពលរដ្ឋយុវជនយើងនេះចាប់ឲ្យទាន់ដើម្បីកុំឲ្យយើងចាញ់គេពេកឧទាហរណ៍ដែលឃើញថាយើងបន្ថែមកម្មវិធី MOU បញ្ចូលដូចជាហិរញ្ញគេហៅថាអក្សរកម្មហិរញ្ញវត្ថុសហគ្រិនភាព robotic digital បច្ចេកវិទ្យាដែលសម័យសម័យសាកលវិទ្យាល័យឥឡូវគឺជំរុញឲ្យមានការពង្រឹងបង្កើតថ្នាក់ឲ្យមានគេហៅថា STEM បាទធ្វើយ៉ាងម៉េចឲ្យមានការជំនាញវិទ្យាសាស្ត្រហ្នឹងដូចជា science technology science គឺវិទ្យាសាស្ត្របច្ចេកវិទ្យា engineer វិស្វករហើយនិង mathematics គណិតវិទ្យាអញ្ចឹងណាបាទហើយ STEM ហ្នឹងយើងបូកផ្សំនឹងជំនាញទុនដែលធ្វើយ៉ាងម៉េចឲ្យគាត់មានការគិតវិភាគបានច្រើនហ្នឹងហើយបើយើងអត់មានជំនាញគិតវិភាគទេគឺយើងនៅតែមិនបានលូតលាស់ខ្លាំងដែរអញ្ចឹងណាសំខាន់ណាស់ចាលោកគ្រូលើកឡើងថាកម្ពុជានៅតែមានចំណុចខ្លះដែលត្រូវបំពេញថាតើគម្លាតអ្វីដែលកម្ពុជានឹងត្រូវបំពេញនេះបាទដូចខ្ញុំថាអញ្ចឹងអ្វីត្រូវបំពេញគឺថាទំនើបកម្មវិធីសិក្សាយើងបានលឿនបានល្អហើយបង្កើនថវិកាជាតិក្នុងវិស័យអប់រំបានច្រើនដើម្បីជំរុញការប្រកបគ្រូមានគុណភាពបានច្រើនហើយកសាងហេដ្ឋារចនាសម្ព័ន្ធបានច្រើនហើយពង្រឹងគុណភាពគ្រូដឹកនាំនាយកដឹកនាំឲ្យមិនត្រឹមតែយល់ពីដឹកនាំនេះទំនើបកម្មនៃការដឹកនាំរបស់គាត់បាទហើយធ្វើយ៉ាងម៉េចឲ្យមានការចូលរួមវិនិយោគពីមហាជនផងដែរមិនតែរដ្ឋាភិបាលទេគឺត្រូវការចូលរួមពីមហាជនហើយត្រូវការលើកទឹកចិត្តពីប្រជាពលរដ្ឋជំរុញឲ្យកូនចូលរៀនបាទហើយធ្វើយ៉ាងម៉េចដើម្បីឲ្យវិស័យទាំងអស់នោះជោគជ័យបានប្រទេសយើងមានការអភិវឌ្ឍដោយសារមានធនធានមនុស្សចឹងណាបាទលោកគ្រូមើលឃើញថាតើកម្ពុជាត្រូវការពេលប៉ុន្មានឆ្នាំទៀតទើបអាចថាប្រទេសយើងអាចដើរដល់កម្រិតគេមិនថាដល់អាចថាគៀកយ៉ាងដែរលោកគ្រូបើយើងទទូចនឹងការចូលរួមអភិវឌ្ឍទទូចនឹងការចូលរួមវិនិយោគទទូចនឹងការចូលរួមកែតម្រង់អ្វីដែលយើងកំពុងធ្វើហើយនឹងចូលរួមចំណែកជាមួយពីប្រជាពលរដ្ឋខ្ញុំគិតថាពី10-15ឆ្នាំយើងអាចទៅរួចបាទក្នុងការខាត់ចាប់ឲ្យទាន់នៅប្រទេសជុំវិញយើងប៉ុន្តែបើយើងនៅមានបញ្ហាសេដ្ឋកិច្ចយើងនៅមានបញ្ហាគេហៅ FDI វិនិយោគពីក្រៅប្រទេសហើយបើសិនជាវិនិយោគក្រៅប្រទេសអត់មានដោយសារយើងខ្វះធនធានដោយសារយើងអត់បានផលិតធនធានបានល្អអត់ផលិតធនធានបានមកដោយសារយើងខ្វះកម្មវិធីសិក្សាទំនើបកម្មយើងខ្វះមុខវិជ្ជាដែលគេតម្រូវការនៅក្នុង STEM អាហ្នឹងក៏ការវិនិយោគក្រៅប្រទេសមកក៏មិនសូវមានអញ្ចឹងការអភិវឌ្ឍក៏មិនសូវមានថវិកាក៏មិនសូវមានអានោះវាប្រឈមគ្នាគេហៅ domino ប៉ះតគ្នាអញ្ចឹងការរីកចម្រើនរបស់វិស័យអប់រំគឺក៏នឹងប្រឈមអានោះបើសិនជាបន្តមានអញ្ចឹងយើងអាចនិយាយថាទៅ25ឆ្នាំអីទៅមុខទៀតអញ្ចឹងណាបាទហើយមិនឆ្ងាយទេហើយក៏មិនយើងគិតថាវាយើងវាយតម្លៃទាបពេកទេអញ្ចឹងណាព្រោះនេះគឺជាការអភិវឌ្ឍរបស់ប្រទេសយើងយើងត្រូវការចំណាយពេល
ព្រោះយើងចាប់តាមមកពីបាតដៃទេចឹងណាបាទ គុណភាពនៃការអប់រំរបស់យើងនៅមានកម្រិតថាតើបើសិនជាគុណភាពនៅមានកម្រិតអញ្ចឹងតើវាប៉ះពាល់ទៅដល់សមត្ថភាពសិស្សនិស្សិតយ៉ាងណាទៅលោកគ្រូ វាប៉ះពាល់ប៉ុន្តែវាមិនប៉ះពាល់ធំធេងដូចពីជំនាន់ដើមទេវាប៉ះពាល់ប៉ុន្តែយើងអាចនិយាយថាទីមួយប៉ះពាល់ទៅដល់ធនធានមនុស្សហើយបើប៉ះពាល់ដល់ធនធានមនុស្សគឺប៉ះពាល់ទៅដល់សេដ្ឋកិច្ចពីព្រោះយើងត្រូវការអ្នកវិនិយោគចូលហើយប៉ុន្តែអ្នកវិនិយោគហើយអ្នកក្នុងផ្ទៃប្រទេសដែលត្រូវការបង្កើនអាជីវកម្មថ្មីវាពិបាកដោយសារយើងអត់មានធនធានមនុស្សដើម្បីបម្រើការងារដែលសង្គមត្រូវការដូច្នេះហើយដើម្បីបម្រើក្រុមហ៊ុនហើយសេដ្ឋកិច្ចដើម្បីឲ្យតម្រូវការទាន់សម័យកាលយើងត្រូវមានធនធានមនុស្សដែលបំពេញការងារហ្នឹងដែលមានធនធានការងារហ្នឹងយើងត្រូវមានសាលាយើងត្រូវមានសកលយើងត្រូវមានជំនាញដែលបង្រៀនតាមការគួរដែលសង្គមត្រូវការហើយបច្ចុប្បន្ននេះយើងកំពុងតែកែតម្រង់ខាងជំនាញអស់ហ្នឹងហើយយើងឃើញថាក្រសួងកំពុងតែជំរុញសាលាមួយឲ្យមានគេហៅថាជំនាញវិទ្យាសាស្ត្រហ្នឹង STEM ហ្នឹងហើយនៅតាមសាលារៀនទូទៅក៏មានជំរុញឲ្យមានផងដែរអញ្ចឹងយើងគិតថាបើយើងទាំងអស់នេះស័ក្តិសមទទូចចូលរួមខ្ញុំគិតថាយើងនឹងអាចទៅមុខអញ្ចឹងណាបាទហ្នឹងហើយប៉ុន្តែគាត់ថាយើងមិនអាចគ្រាន់តែធ្វើធម្មតាយើងត្រូវ persistent ណាទៅទទូចវាបាទត្រូវ persistent ទៅទទូចហើយចូលរួមចំណិចពីព្រោះអាហ្នឹងគឺជាកត្តាដំបូងធ្វើឲ្យប្រទេសសេដ្ឋកិច្ចទៅមុខវាជាគេហៅថាកត្តាចម្បងនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសបាទលោកគ្រូការអប់រំល្អថាអាចបង្កើតធនធានមនុស្សបែបណាទៅការអប់រំល្អបង្កើតធនធានខ្លាំងបង្កើតសេដ្ឋកិច្ចល្អដោយសារយើងមានអ្នកវិនិយោគច្រើនអ្នកបង្កើតរោងចក្រច្រើនអ្នកផលិតផលច្រើនពីព្រោះធ្វើទាំងអស់ហ្នឹងត្រូវការធនធានហើយបើយើងមានធនធានល្អគឺយើងមានគេហៅថាអ្នកវិនិយោគច្រើនធ្វើកិច្ចការហ្នឹងប៉ុន្តែឥឡូវបញ្ហាគឺយើងសប្តាហ៍នេះយើងខ្វះធនធានហើយផលយើងខ្វះធនធានយើងខ្វះអ្នកវិនិយោគក្នុងវិស័យដែលគេត្រូវការហើយអ្វីដែលគេត្រូវការតាំងពីការគ្រប់គ្រង operation ប្រតិបត្តិការគ្រប់គ្រងរោងចក្រការគ្រប់គ្រងម៉ាស៊ីនការគ្រប់គ្រងនាំចេញនាំចូល logistics ការគ្រប់គ្រងគេហៅគីមីការគ្រប់គ្រងពីផលិតកម្មផ្សេងដែលយើងអាចធ្វើទៅនាំចេញបានហើយខ្ចប់វិចទាំងអស់ហ្នឹងតែយើងកំពុងតែអត់ទាន់មានក្នុងការស្ដួយស្ដាងមែនតើអញ្ចឹងបើយើងជំរុញក្នុងវិស័យទាំងអស់ហ្នឹងវាអាចចំណាយពេលខ្លះក៏ប៉ុន្តែបើយើងធ្វើដោយយកចិត្តទុកដាក់ហើយជំរុញប្រជាពលរដ្ឋយើងហើយនឹងបើកចំហអ្នកវិនិយោគពីក្រៅមកយើងអាចមានបានប៉ុន្តែបញ្ហាសប្តាហ៍យើងវាហាក់បីដូចបិទទ្វារមួយបើកទ្វារមួយបាទឬថាបើកទ្វារគាត់បើកទ្វារប៉ុន្តែចូលមកក្នុងម្ចាស់ផ្ទះដែលនៅក្រោមអាវ៉ាត់ហ្នឹងគឺគាត់បិទទ្វារមានថាឬថាបើកខ្លាំងណាស់ទ្វារបើកចំហប៉ុន្តែចូលមកមានខ្យល់ស្ទះមិនបើកអញ្ចឹងច្បាប់ទម្លាប់តម្រូវការទ្វារអួចមួយក្រុមតុកលើតុកនិយាយទៅធ្វើឲ្យគេធុញធ្វើឲ្យគេអស់លុយធ្វើគេមិនចង់មកអញ្ចឹងពីមាត់មួយទៅមាត់មួយគេពិបាកនឹងវិនិយោគអានោះយើងនិយាយក្នុងនាមកែតម្រង់ល្អរបស់ប្រទេសបាទអ្នកណាដឹកនាំណាក៏ដូចដឹកនាំណាមិនចង់ឲ្យប្រទេសរាំងស្ទះទេចង់បានអ្នកវិនិយោគទុនមកច្រើនហើយក៏ចង់បានអ្នកជំនាញច្រើនចូលរួមដែរក៏ប៉ុន្តែបើសិនយើងមិនសម្របសម្រួលផ្លូវមួយហ្នឹងឲ្យបានល្អទាំងការបើកទាំងសុំច្បាប់ទាំងពន្ធដារទាំងនិយាយទៅគ្រប់ដំណាក់កាលវាហាក់មកដូចតឹងតសៃកហើយពីមួយទៅមួយគឺយើងលឺដូចគ្នាអញ្ចឹងយើងត្រូវឆ្លោះបញ្ចាំងឡើងវិញការបើកចំហរបស់រដ្ឋាភិបាលហ្នឹងបានជាអត្តពលទៅដល់ភាពទលំទលាយនឹងការវិនិយោគពី FDI ក្រៅប្រទេសមកអត់ឬក៏ក្នុងប្រទេសនេះផងដែរព្រោះអ្នកមកភាគច្រើនគេអស់លុយគេទៅវិញគេប្រាប់បន្តគ្នាគេអត់មកទៀតទេដោយសារក្នុងការពិបាកក្នុងការគេវិនិយោគហ្នឹងអញ្ចឹងច្បាប់យើងត្រូវមានការកែតម្រូវអញ្ចឹងដូចគ្នាយ៉ាងដែរច្បាប់យើងស្រួលណាបើកចំហប្រជាពលរដ្ឋប៉ុន្តែការអនុវត្តគឺសម្រាប់តែអ្នកមានអញ្
ចឹងណាបាទអញ្ចឹងយើងមានការបាក់ក្នុងការសម្របឲ្យមានងាយស្រួលទូទៅដើម្បីអំណោយផលក្នុងប្រទេសយើងជាប្រជាពលរដ្ឋយើងគ្រាន់តែឃើញអ្វីយើងឃើញយើងនិយាយក្នុងន័យមិនមែនទីទានទេក្នុងន័យស្ថាបនាប៉ុន្តែបើសិនជារដ្ឋាភិបាលគាត់ចង់ស្ថាបនានឹងដែរគាត់នឹងបើកផ្លូវនឹងជាកំហិតដើម្បីឲ្យងាយស្រួលក្នុងការដំណើរការច្បាប់ងាយស្រួលក្នុងដំណើរការអាជីវកម្មនៃគោលនឹងការបើកគេហៅថាឧស្សាហកម្មអីផ្សេងដើម្បីផលប្រយោជន៍ដល់ប្រទេសជាតិហើយខ្ញុំជឿជាក់ថាអ្នកណាក៏ដូចអ្នកណាដែរចង់ឲ្យប្រទេសមានការរីកចម្រើនមានការចូលរួមពីក្រៅប្រទេសដើម្បីបង្កើនគេហៅបង្កើតរោងចក្រសកម្មភាពនាំចេញនាំចូលខ្ចប់វិច logistic លទ្ធកម្មទាំងអស់ហ្នឹងឲ្យបានដំណើរការល្អដើម្បីឲ្យមានការងារធ្វើសេដ្ឋកិច្ចដើរប្រជាជនត្រជាក់ត្រជុំចា៎លោកងាកមកគុណភាពនៃការអប់រំរបស់កម្ពុជាយើងវិញថាតើកម្ពុជាយើងគួរតែរៀនពីប្រទេសនៅក្នុងអាស៊ីយើងមួយណាដែរលោកគ្រូប្រទេសមួយគេមានវិបត្តិល្អអគុណវិបត្តិនិងវិបត្តិរបស់គេហើយយើងក៏ដូចគ្នាដែរយើងមិនអាចយកប្រទេសណាមួយជា role model ទេយើងគួរតែបង្កើតគេហៅថាភាពអស្ចារ្យរបស់យើងតាមការសិក្សាពីប្រទេសនានាតាមការស្វែងយល់របស់យើងហើយការច្នៃប្រឌិតនវានុវត្តន៍ដែលយើងមានពីប្រជាពលរដ្ឋយើងគឺមិនចាញ់គេទេគឺយើងអស្ចារ្យយើងឆ្លៀសវៃយើងឆ្លាតប៉ុន្តែសំខាន់ឱកាសតើយើងមានឱកាសអត់តើយើងមានធនធានអត់ឱកាសចូលរួមក្នុងការធ្វើឱកាសចូលរួមក្នុងការប្រឡូកឱកាសចូលរួមក្នុងការវិនិយោគឱកាសក្នុងការចូលរៀនសាលាល្អច្រើនណាស់បាទប៉ុន្តែបើយើងមានឱកាសសម្រាប់តែអ្នកមួយចំនួនអញ្ចឹងលទ្ធផលចេញមកគឺតិចបើយើងមានឱកាសច្រើនដល់ប្រជាពលរដ្ឋច្រើនតាមរដ្ឋាភិបាលចង់បានឲ្យតម្រូវការអាហ្នឹងគឺលទ្ធផលច្រើនបាទអញ្ចឹងប៉ុន្តែដូចខ្ញុំថាអញ្ចឹងឱកាសបើកចំហប៉ុន្តែបង្អួចវិទូចធ្វើមិនបើកឲ្យឱកាសនឹងឲ្យធំឲ្យយុវជនគាត់ចេះរកឱកាសនឹងដើម្បីចាប់យកដែរលោកគ្រូបណ្ដាញបាទហើយ network ទីឥឡូវបើយើងនិយាយពីសាលាយើងមាន counseling ឲ្យទូលំទូលាយយើងមាន office បដិបដាខាងជំនាញឲ្យច្បាស់លាស់យើងមានព័ត៌មានចាច់ចាយនិយាយរំទៅគឺបណ្ដាញដែលផ្ដល់ហើយយើងធ្វើម៉េចសាលាហ្នឹងសាកលវិទ្យាល័យហ្នឹងធ្វើម៉េចឲ្យតាក់ទងជាមួយក្រុមហ៊ុនហ្នឹងឲ្យស៊ីគ្នាដើម្បីបណ្ដុះសិស្សហ្នឹងឲ្យមានជំនាញធ្វើការហើយដើម្បីកើតរោងចក្រហ្នឹងធ្វើម៉េចដើម្បីនាំសិស្សទៅចូលរួមដើម្បីស្វែងយល់នឹងការផលិតកម្មរបស់គេធ្វើម៉េចឲ្យសិស្សសកលហ្នឹងវាអាឡាញវាស៊ីគ្នាជាមួយនឹងក្រុមហ៊ុនដែលគេផលិតអីមួយដើម្បីបន្តចំណេះដឹងជំនាញឲ្យសិស្សយើងថ្ងៃដូចជាក្រុមហ៊ុនដល់ក្រុមហ៊ុនសកលដល់សកលហើយកូនសិស្សកដានេះគ្នាមិនវែងយើងអត់មានបណ្ដាញជួយគ្នាឲ្យតម្រង់ទិសគ្នាអញ្ចឹងណាអញ្ចឹងកិច្ចការច្រើនហើយយើងត្រូវធ្វើប៉ុន្តែយើងមិនអស់សង្ឃឹមទេខ្ញុំជឿថារដ្ឋាភិបាលព្រមទាំងក្រសួងនានាមួយចំនួនគេកំពុងតែសរស័ក្តិសមរកវិធីសាស្ត្រដោះស្រាយតាមចំណេះជំនាញរបស់គេរៀងខ្លួនអញ្ចឹងណាបាទលោកគ្រូតើគុណភាពនៃការអប់រំអាចថាជាកម្លាំងចលករមួយជំរុញឲ្យសេដ្ឋកិច្ចប្រទេសជោគជ័យឬក៏រីកចម្រើនទៅមុខទេវាកត្តាធំជាងគេមកអស់ហើយជំនាញអប់រំចិនបើវិស័យអប់រំទុនខ្សោយសេដ្ឋកិច្ចគឺអត់ដើរជាទូទៅអញ្ចឹងហ្មងហើយបើសិនជាវិស័យអប់រំមិនលូតលាស់សេដ្ឋកិច្ចគឺនៅក្រាញអាហ្នឹងឯងព្រោះវិស័យអប់រំគឺកត្តាដែលបណ្ដុះឲ្យធនធានមនុស្សចេះហើយជាកត្តាដែលបណ្ដុះឲ្យធនធានមនុស្សរីកចម្រើនហើយគេហៅថា diversify គ្រប់ជំនាញតែបើវិស័យអប់រំអត់ទេខ្សោយគឺយើងធនធានក៏ខ្សោយបើវិស័យអប់រំគ្រាន់តែលំបណ្ដុះជំនាញទុនសាមញ្ញគ្រាន់តែ business social អត់មានជំនាញដែលគេត្រូវការធនធានមនុស្សក៏អត់ហើយមកអត់ទេប្រទេសមិនអាចអភិវឌ្ឍបានទេចឹងណាបាទអញ្ចឹងយើងត្រូវការសាកលវិទ្យាល័យដែលមានជំនាញសង្គមត្រូវការក្រៅប្រទេសត្រូវការយើងត្រូវការសាលាដែលបណ្ដុះជំនាញវិជ្ជាជីវៈដែលចែកទេសដែលយើងត្រូវការហងៃវិជ្ជាជីវៈយើងខ្វះច្រើនខ្វះអ្នកធ្វើការយាល័យអ្នកធ្វើជំនួយការ
មេតាវីអ្នកធ្វើជំនួយការដុកទ័រអ្នកធ្វើជំនួយការពេទ្យថ្មីអ្នកធ្វើរដ្ឋលេខាអ្នកធ្វើរដ្ឋបាលអ្នកធ្វើជំនាញច្រើនណាស់ដែលថាយើងគ្រប់មុខហ្មងយើងខ្វះដោយសារទីមួយយើងអត់មានជាសាលាបច្ចេកវិទ្យា TVET ជំនាញហ្នឹងច្រើនហើយបើមានក៏មិនអាចទទួលយកសិស្សអស់ដែរហើយបើមានច្រើនល្អក៏វាថ្លៃព្រោះសាលាហ្នឹងគឺពិបាកបង្កើតហើយសាលាអស់ហ្នឹងវាត្រូវការឧបករណ៍ដើម្បីបង្ហាញសិស្សហ្នឹងវាច្រើនហើយវាថ្លៃអញ្ចឹងឧទាហរណ៍សាលាដើម្បីបដោះជួសជុលឡានឧបករណ៍សាលាដើម្បីបដោះបដាធនធានជួសជុលកប៉ាល់ហោះបដោះបដាជួសជុលនេះជួសជុលនោះដែលគ្រប់វិស័យទាំងអស់ដែលយើងត្រូវការដែលយើងអត់ទាន់មានបើយើងមានតិចដែលអ្នករៀនចេញពីក្រៅប្រទេសមកអញ្ចឹងផ្នែក TVET បាទគឺសំខាន់នឹង vocational ខ្មែរ TVET គេហៅថាជំនាញខាងវិជ្ជាជីវៈហើយ vocational ជំនាញខាងវិជ្ជាជីវៈ office ហ្នឹងហើយមួយវិជ្ជាជីវៈ hard skill មួយវិជ្ជាជីវៈ office អញ្ចឹងណាបាទយើងនៅខ្វះខាតវិជ្ជាជីវៈទាំងពីរមួយវិជ្ជាជីវៈរឹងមួយវិជ្ជាជីវៈទន់អញ្ចឹងណាបាទយើងនៅខ្វះច្រើនអញ្ចឹងបើអត់មានអាហ្នឹងមានតែសកលគឺអត់ទៅមុខទេព្រោះប្រទេសទាំងមូលត្រូវការមានវិជ្ជាជីវៈដែលជាជំនាញធ្វើការប្រជាពលរដ្ឋទាំងអស់ធ្វើមិនមែននៅក្នុង office បាទអ្នកធ្វើការ office គឺមធ្យមទេតែអ្នកធ្វើការក្រៅ office ដែលប្រើកម្លាំងប្រើចំណេះដឹងប្រើធម៌បំពុលប្រើបច្ចេកទេសប្រើជំនាញគឺខ្លាំងជាងអីទាំងអស់ហើយយើងកំពុងតែខ្វះហ្នឹងខ្វះខ្លាំងនៅប្រទេសអភិវឌ្ឍគេមានគេហៅថាវិទ្យាស្ថានខ្លាយទៅសាកលវិទ្យាល័យជំនាញវិជ្ជាជីវៈហ្នឹងហ្មងដែលធ្វើឲ្យមនុស្សទៅរៀនហ្នឹងមិនមានអារម្មណ៍ថាខ្ញុំទៅរៀនធ្វើការនៅ hot on ហងៃអ្នករៀនជំនាញវិជ្ជាជីវៈមានអារម្មណ៍ខ្លួនឯងអន់មានតែខ្លួនឯងអត់មានតម្លៃហើយមានខ្លួនឯងថាចេះមកធ្វើការគឺប្រាក់ខែមើលទៅមិនបានសមរម្យហើយគេមើលសារយើងមិនអាចធ្វើចឹងទេយើងទៅបណ្ដោះជំនាញវិជ្ជាជីវៈឲ្យស្មើនឹងជំនាញដែលក្នុងសាកលគេរៀនអ្នកកាន់ក្រសួងវិជ្ជាជីវៈត្រូវតែពង្រឹងបណ្ដោះឲ្យបង្កើនធនធានឲ្យបានច្រើនដោយបង្កើនសាលាឲ្យคล้ายពីសាលាជំនាញទៅវិទ្យាស្ថានទៅសាកលព្រោះជំនាញវិជ្ជាជីវៈមិនត្រឹមតែសញ្ញាបត្រ6ខែមួយឆ្នាំ2ឆ្នាំទេគេមានជំនាញវិជ្ជាជីវៈរហូតដល់ក្រោយបណ្ឌិតទៀតលោកគ្រូតើតើតំណងការរៀនវិជ្ជាជីវៈនេះលោកគ្រូបានលើកឡើងថាអាចថាមានការរើសអើងឬក៏ផ្នត់កំណត់មួយដែលវាអន់អញ្ចឹងណាលោកគ្រូបាទអានេះការយល់ដឹងរបស់ប្រជាពលរដ្ឋគឺអញ្ចឹងយើងត្រូវលុបបំបត្តិយើងត្រូវលើកស្ទួយយើងត្រូវបង្កើនស្ថាប័នហ្នឹងរហូតដល់សាកលវិទ្យាល័យហើយមានជំនាញដែលស្មើនឹងជំនាញនៅខាងក្រសួងអប់រំតោះតែលើកស្ទួយស្ថាប័នតោះយើងបង្កើតស្ថាប័នដល់យើងលើកជំរុញវាឲ្យស្មើមុខស្មើមាត់បើមិនអញ្ចឹងទេប្រជាពលរដ្ឋនៅតែយល់ច្រឡំអញ្ចឹងហើយយើងត្រូវបង្កើតសាលានោះបានច្រើនព្រោះឥឡូវវាអត់មានព្រោះវាថ្លៃមិនសាលានោះថ្លៃទេបង្កើតសាលានោះវាថ្លៃវាអត់ថវិកាច្រើនហើយវាការត្រូវការធនធានមនុស្សហើយយើងអត់មានធនធានមនុស្សដើម្បីបណ្ដោះជំនាញខាងវិជ្ជាជីវៈហ្នឹងចា៎លោកគ្រូបើសិនជាលោកគ្រូអាចកែតម្រង់ប្រព័ន្ធអប់រំថាលោកគ្រូនឹងកែប្រែអ្វីដែរអញ្ចឹងបើឲ្យឱកាសការកែតម្រង់វិស័យអប់រំគឺមានកត្តាច្រើនហើយយើងមិនមែនថាសប្តាហ៍អត់បានធ្វើកំពុងតែធ្វើប៉ុន្តែធ្វើក្នុងលបឿនណាធ្វើក្នុងកម្រិតណាលទ្ធភាពណាដែលយើងមាននឹងជារឿងផ្សេងប៉ុន្តែអ្វីដែលត្រូវការកែក្នុងរដ្ឋរាជការណាក៏ដោយនឹងចំណុចណាក៏ដោយគេតែងតែផ្ដោតទៅលើគុណភាពគ្រូសំខាន់ណាស់បាទពង្រឹងគុណភាពគ្រូហើយពង្រឹងគុណភាពគ្រូបានតើជាយើងពង្រឹងគេហៅថាសាលាប្រងផ្ដាល់ឲ្យមានគុណភាពហើយឲ្យបានច្រើនទី2គឺយើងត្រូវបណ្ដុះបណ្ដាលអ្នកដឹកនាំសាលាឲ្យមានភាពជាអ្នកដឹកនាំហើយមានការផ្លាស់ប្ដូរទាន់សម័យកាលបណ្ដុះបណ្ដាលយ៉ាងទៅយើងមិនអាចមាននាយកសាលាមួយស្ដេចក្រាញ់នៅហ្នឹងទេបើអញ្ចឹងទៅវាអត់អភិវឌ្ឍហើយក៏មិនអាចមាននាយកដែលអត់ផ្លាស់ប្ដូរដែរត្រូវការមានកែប្រែផ្លាស់ប្ដូរហើយបញ្ចូលអ្នកបញ្ញវន្តដែលមានចំណេះដឹងច្រើនអញ្ចឹងណាបាទតែយើងមិនមែនថាអូត្រូវប្រជុំគាត់ឲ្យគាត់ទៅត្រែទេច្រើនណាស់តែយើងត្រូវធ្វើយ៉ាងម៉េចឲ្យគាត់មានការលូតលាស់មានការកែប្រែមានការជឿនលឿនក្នុងការដឹកនាំហើយធ្វើចឹងបានតើយើងកែតម្រង់ផ្ទៃក្នុងច្រើនអញ្ចឹងណាបាទហើយមួយទៀតផងដែរបើយើងគិតទៅគឺយើងត្រូវការពង្រឹងយ៉ាងម៉េចឲ្យមានការកម្មវិធីឲ្យមានទំនើបកម្ម
បាទអានឹងច្រើនណាស់មិនត្រឹមតែសាលារៀននេះសកលវិទ្យាល័យទៀតបាទបន្ទឹងច្បាប់ក្នុងការបើកសកលដែលមាន major ដែលមានមុខវិជ្ជារៀនហ្នឹងឲ្យសមស្របទៅតាមតម្រូវការរបស់ប្រទេសយើងហងៃគឺចង់មកបង្កើតអីវាពិបាករកធនធានមនុស្សអញ្ចឹងណាបាទហើយបើយើងមានបង្កើតហ្នឹងហើយក៏ពិបាករកធនធានមនុស្សបើបន្តដែរតោះតែយើងហ៊ានចំណាយលុយជួអ្នកជំនាញពីក្រៅមកបន្តហើយប្រទេសណាដូចប្រទេសណាដើម្បីអភិវឌ្ឍដំបូងគេត្រូវចំណាយលុយជួអ្នកជំនាញពីក្រៅប្រទេសបន្តដើម្បីឲ្យយើងមានធនធានបន្តខ្លួនយើងដែលគេហៅថា TOT training of trainer បន្តអ្នកបន្តបដាចឹងសំខាន់ណាស់ហ្នឹងបាទហើយទី4យើងត្រូវការមានប្រព័ន្ធកៅវាស់វែងនៃការវិទ្យាល័យសិស្សឲ្យបានសមរម្យហើយយើងមិនអាចបដោតទៅយកសិស្សពូកែមួយចំនួនទេយើងត្រូវឲ្យឱកាសសិស្សទាំងអស់មានការលូតលាស់ជាប់លាប់ហើយនឹងមានឱកាសឈានទៅមុខទៀតព្រោះប្រទេសទាំងមូលមិនអាចចង់បានតែសិស្សជំនាញតូចដើម្បីមកធ្វើការយើងត្រូវការសិស្សជំនាញមកល្មមទូទៅធ្វើការអស្ចារ្យទូទាំងប្រទេសបើយើងចម្រាញ់តិចពេកយើងអត់មានធនធានមនុស្សទេហើយអ្នកនិទេសបកកាយទាំងអស់ហ្នឹងមិនសន្មត់ថាគាត់ចេញមកសិតអស្ចារ្យទេអញ្ចឹងយើងត្រូវការមនុស្សដែលចេញមកឲ្យបានច្រើនមានឱកាសចូលសាកលឲ្យបានច្រើនចូលវិទ្យាស្ថានវិជ្ជាជីវៈបានច្រើនដើម្បីមកបម្រើការងារចឹងការវាស់វែងរបស់សិស្សហ្នឹងគឺត្រូវការកែតម្រង់ចឹងណាហើយបន្តមកទៀតគឺយើងត្រូវការបន្តវិស័យអប់រំពីក្មេង early childhood តាំងពីអាយុវិទ្យទៅអាយុ3ឆ្នាំទៅតាមការស្រាវជ្រាវរបស់វិជ្ជបណ្ឌិតបើយើងឲ្យស្កូនទៅរៀនតាំងពីអាយុ3ឆ្នាំឡើងការស៊ីជម្រៅយល់ដឹងការរៀនពូកែរបស់សិស្សមានការកើនច្រើនជាងក្មេងដែលចូលរៀនពីថ្នាក់ទី1ទៅអញ្ចឹងបានគេផ្ដោតខ្លាំងណាស់លេខ5សំខាន់ជាងនេះទៀតគឺការជំរុញមតិសិក្សាហើយថ្ងៃយើងឃើញក្រសួងកំពុងតែជំរុញខាងឡើងខ្លាំងគាត់ថាបើយើងជំរុញមតិសិក្សាតាំងពីទូរៀនដល់ធំថ្នាក់ទី2បើយើងបញ្ចប់គាត់ថ្នាក់ទីប្រមាណធ្លាក់ទៅឧទាហរណ៍អត់ន័យទេអញ្ចឹងយើងខំបញ្ជំរុញសិស្សកុំឲ្យឈប់រៀនកុំឲ្យបោះបង់អត់ន័យទេបើយើងចង់គ្រូជួនកាលយើងអាចទម្លាក់គាត់ណាអញ្ចឹងបើយើងខំបរៀនតាំងពីក្រុមមតិទៅដល់ថ្នាក់ហ្នឹងយើងត្រូវបញ្ចប់ឱកាសគាត់មានទឹកចិត្តសប្បាយដើម្បីបន្តការសិក្សាទៀតតែបើយើងទម្លាក់គាត់កន្លែងណាមួយហើយអាការយើងខិតខំបន្តគាត់ថាកុំឲ្យបោះបង់ការសិក្សាខំរៀនហ្នឹងអត់ន័យទេអញ្ចឹងធនធានមនុស្សក៏វិបត្តិតាមហ្នឹងដែរការបាក់ទឹកចិត្តរបស់យុវជនយើងក៏មានបញ្ហាតាមហ្នឹងដែរអញ្ចឹងតិចណាស់នៅប្រទេសភាគច្រើនគេមិនធ្វើអញ្ចឹងទេវាខាតលើកលែងតែប្រទេសហ្នឹងសម្បូរធនធានមនុស្សហើយគេចម្រាញ់ដើម្បីយកអ្នកអស្ចារ្យតែប្រទេសដែលមិនទាន់មានធនធានមនុស្សច្រើនខ្វះគេអត់ធ្វើអញ្ចឹងទេព្រោះវាខ្វះខាតគេត្រូវការប្រជាពលរដ្ឋច្រើនបំពេញការងារច្រើនទៅរៀនច្រើនដើម្បីប្រទេសជាតិអញ្ចឹងណាបាទអញ្ចឹងជួនកាលការគិតរបស់យើងមិនត្រូវទាំងអស់ហើយក៏ប៉ុន្តែក៏មិនខុសដែរព្រោះយើងអត់ស៊ីជម្រៅការគិតរបស់អ្នកដឹកនាំយើងចឹងឃើញថាគេមានហេតុផលល្អអញ្ចឹងណាហើយធ្វើយ៉ាងម៉េចក៏ដោយពង្រឹងបច្ចេកវិទ្យាហេដ្ឋារចនាសម្ព័ន្ធព្រោះហ្នឹងទី6សំខាន់ណាស់អញ្ចឹងណាបាទយើងហេដ្ឋារចនាសម្ព័ន្ធយើងខ្វះខាតខ្សោយបច្ចេកវិទ្យាយើងខ្វះខាតធនធានយើងខ្វះខាតគឺអត់បានការដែរអញ្ចឹងណាបាទហើយនឹងការចូលរួមពីសហគមន៍និងអាណាព្យាបាលហើយសំខាន់ផុតគឺគេហៅថាកែតម្រង់ឧត្តមសិក្សាធ្វើយ៉ាងម៉េចឲ្យគាត់ផ្សារភ្ជាប់ជាមួយក្រុមហ៊ុនដើម្បីបណ្ដុះសិស្សយើងឲ្យមានគេហៅថាជំនាញបូកនឹងចំណេះដឹងរបស់ការសិក្សាហើយបើយើងមានអាហ្នឹងយើងត្រូវមានវប្បធម៌ឧត្តមភាពក្នុងការរៀនសូត្រថ្ងៃយើងខ្សោយបន្តិចនៅប្រទេសយើងមិនសូវគ្រប់គ្រងការសិក្សាមិនសូវជំរុញការសិក្សាហើយបើយើងជំរុញការសិក្សាយើងជំរុញយកអស់លេខយកបន្ទុកលេខមួយទៅគេអត់ដែរបណ្ដោះចឹងទេចឹងណាគេចង់ឲ្យកូនរៀនមកចេះមិនមែនមកអស់ចាយមកចេះដើម្បីយល់ស៊ីជម្រៅសង្គមទូទៅចំណេះដឹងទូទៅដើម្បីយកចំណេះជំនាញហ្នឹងទៅបន្តទូលំទូលាយថ្ងៃមុខទៀតអញ្ចឹងណាបាទអញ្ចឹងការបន្តវប្បធម៌ឧត្តមហ្នឹងគឺសំខាន់ហើយធ្វើយ៉ាងម៉េចក៏ដោយឲ្យវាមានស្ថិរភាពគេហៅរណភាពឲ្យបានយូរគោលនយោបាយយើងអភិវឌ្ឍបានវែងឆ្ងាយចាសសូមអរគុណច្រើនលោកគ្រូសម្រាប់ការចែករំលែកទស្សនៈនិងមតិយោបល់ទៅនឹងគុណភាពនៃការអប់រំនៅកម្ពុជាយើងដូច្នេះពីកម្មវិធីសូមអរគុណច្រើនសូមជម្រាបលា